សូមគោរពនឹងជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាដែលនិយមតាមដានទស្សនាវីដេអូនៅក្នុង Channel អត្ថប្រយោជន៍របស់យើងខ្ញុំផងដែរនៅក្នុងពេលនេះយើងខ្ញុំក៏បានវិលមកជួបនឹងបងប្អូនសាជាថ្មីម្ដងទៀតហើយក៏បាននាំយកទៅនឹងអត្ថបទសុខភាពមួយទៀតតាក់ទងទៅនឹងមើមឈូកបាទជួយសុខភាពស្បែកខួរក្បាលនិងប្រព័ន្ធភាពស៊ាំបាទអញ្ចឹងបងប្អូនស្គាល់ហើយមើមឈូកបាទដែលបងប្អូនមួយចំនួនហ្នឹងគាត់តែងតែយកទៅធ្វើជាមុខម្ហូបហើយមើមឈូកនេះក៏ផ្ដល់អត្ថប្រយោជន៍ច្រើនបាទសម្រាប់សុខភាពបងប្អូនផងដែរបាទហើយអត្ថបទសុខភាពមួយនេះយើងខ្ញុំក៏បានដកស្រង់ចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យបាទដើម្បីក្នុងគោលបំណងចែករំលែកអត្ថប្រយោជន៍ផ្សេងពីបន្លែផ្លែឈើដើម្បីចែករំលែកទៅដល់បងប្អូនដើម្បីឲ្យបានដឹងតែប៉ុណ្ណោះបាទហើយចំពោះដើមឈូកបាទហើយចំពោះមើមឈូកនេះគឺនៅលើទីផ្សារហ្នឹងក៏សម្បូរបាទបងប្អូនយើងក៏ដាក់លក់ដែរអញ្ចឹងបងប្អូនខ្លះក៏គាត់បានដាំខ្លួនឯងបងប្អូនខ្លះក៏គាត់អត់បានដាំទេហើយបងប្អូនមួយចំនួនហ្នឹងគាត់តែងតែចូលចិត្តពិសាទៅលើមើមឈូកនេះប៉ុន្តែអត់ដឹងពីអត្ថប្រយោជន៍របស់មើមឈូកទេបាទដូច្នេះហើយទើបយើងខ្ញុំដកស្រង់អត្ថបទមួយនេះដើម្បីចែករំលែកអត្ថប្រយោជន៍ទៅដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងផងដែរបាទដូច្នេះសូមបងប្អូនយើងបាទមកតាមដានស្ដាប់ជាមួយនឹងយើងខ្ញុំអំពីអត្ថប្រយោជន៍ពីមើមឈូកបាទជួយទៅដល់សុខភាពស្បែកខួរក្បាលនិងប្រព័ន្ធភាពស៊ាំបាទបងប្អូនយើងភាគច្រើនប្រើប្រាស់មើមឈូកសម្រាប់ការបន្ថែមរសជាតិក្នុងអាហារតែមិនសូវជាបងប្អូនយើងច្រើនទេដែលដឹងអំពីអត្ថប្រយោជន៍របស់វាមើមឈូកជាប្រភេទបន្លែដែលមានរសជាតិឆ្ងាញ់និងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាជួយការពារយើងពីជំងឺផងដែរសារធាតុចិញ្ចឹមរបស់មើមឈូកក៏ជួយពង្រឹងសុខភាពប្រព័ន្ធរំលាយអាហារនិងប្រព័ន្ធសរសៃឈាមបេះដូងរបស់យើងបានទៀតផងចំណុចទី1ជួយដល់ស្បែកមើមឈូកគឺជាប្រភេទបន្លែមានវីតាមីន C និងមានសារធាតុប្រឆាំងអុកស៊ីតកម្មផ្ដល់ប្រយោជន៍ដល់ស្បែករបស់យើងត្រូវការវីតាមីន C ដើម្បីសំយោគ collagen ការពារស្បែកប្រឆាំងនឹងការខូចខាតដែលបណ្ដាលមកពីរ៉ាឌីកាល់សេរីនិងការប៉ះពាល់ជាមួយនឹងកាំរស្មី UV ដូចនេះហើយមើមឈូកអាចជួយបញ្ជៀសពីភាពចាស់ហើយក៏ជួយកាត់បន្ថយការឡើងស្នាមអុចខ្មៅនិងការប្រែពណ៌ស្បែកផងដែរចំណុចទី2ជួយពង្រឹងសុខភាពខួរក្បាលមើមឈូកថ្លើមគោគ្រាប់ផ្កាឈូករ័ត្ននិងគ្រាប់ស្វាយចន្ទីត្រូវបានគេដឹងថាអាហារសម្បូរទៅដោយសារធាតុទង់ដែងហើយមិនត្រឹមតែជួយពង្រឹងសុខភាពឆ្អឹងនិងជួយដល់ការរំលាយអាហារប៉ុណ្ណោះទេវាក៏ជួយបង្កើនសុខភាពខួរក្បាលដោយធ្វើឲ្យមុខងារនៃប្រព័ន្ធប្រសាទដំណើរការបានល្អផងដែរតាមការស្រាវជ្រាវបានបង្ហាញថាកង្វះសារជាតិទង់ដែងអាចទាក់ទងជាមួយនឹងការចាប់ផ្ដើមនៃជំងឺប្រព័ន្ធប្រសាទដូចជាជំងឺភ្លេចភ្លាំងដើម្បីការពារនៅបញ្ហានេះបងប្អូនយើងគួរតែញ៉ាំមើមឈូកនិងអាហារដទៃទៀតដែលសម្បូរទៅដោយសារជាតិទង់ដែងព្រោះអាចជួយដល់សុខភាពប្រព័ន្ធប្រសាទចំណុចទី3ជួយបង្កើនថាមពលការញ៉ាំមើមឈូកអាចជួយបង្កើនកម្រិតជាតិដែកក្នុងខ្លួនរបស់យើងទ្រទ្រង់នៅថាមពលនិងនាំឲ្យអុកស៊ីសែនទៅក្នុងកោសិកាប្រសិនបើបងប្អូនយើងខ្វះជាតិដែកច្រើនតែមានអារម្មណ៍អស់កម្លាំងងងុយគេងនិងមានបញ្ហាជាមួយនឹងការផ្ដោតអារម្មណ៍ការញ៉ាំអាហារសម្បូរជាតិដែកក៏អាចជួយបង្កើនកម្រិតអុកស៊ីសែនក្នុងកោសិកាសាច់ដុំជួយជំរុញដល់ការរំលាយប្រូតេអ៊ីននិងស្រូបយកសារធាតុចិញ្ចឹមពីអាហារផងដែរចំណុចទី4ជួយការរំលាយអាហារនិងគ្រប់គ្រងទម្ងន់មើមឈូកផ្ដល់នូវសារធាតុសរសៃល្អក្នុងការជួយរំលាយអាហារសម្រួលបញ្ហាទល់លាមកនិងបញ្ហាប្រព័ន្ធរំលាយអាហារលើសពីនេះការញ៉ាំអាហារដែលមានជាតិសរសៃខ្ពស់អាចធ្វើឲ្យយើងមានអារម្មណ៍ថាឆ្អែតក្នុងរយៈពេលយូរដែលអាចជួយកាត់បន្ថយការញ៉ាំអាហារក្រៅពេលច្រើននាំឲ្យឡើងទម្ងន់ចំណុចទី5ពង្រឹងសុខភាពសរសៃឈាមបេះដូងមើមឈូកសម្បូរទៅដោយសារធាតុចិញ្ចឹមនិងជាតិសរសៃជួយដល់សុខភាពសរសៃឈាមបេះដូងហើយក៏ជាប្រភពដ៏ល្អនៃប៉ូតាស្យូមផងដែរប៉ូតាស្យូមទទួលខុសត្រូវចំពោះការធ្វើឲ្យចង្វាក់បេះដូងដំណើរការបានល្អបងប្អូនយើងដែលមានកម្រិតប៉ូតាស្យូមទាបអាចមានហានិភ័យខ្ពស់នៃជំងឺបេះដូង
ជាពិសេសទទួលរងពីជំងឺគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលផងដែរចំណុចទី6បាទជាចំណុចចុងក្រោយនៃអត្ថប្រយោជន៍ពីមើមឈូកនោះគឺបង្កើនប្រព័ន្ធភាពស៊ាំមើមឈូកជាប្រភពនៃវីតាមីន C និងមានតួនាទីប្រឆាំងអុកស៊ីតកម្មនិងជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយបើយោងតាមការស្រាវជ្រាវដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Nutrient វីតាមីន C បានទទួលចំណែកក្នុងការការពារប្រព័ន្ធភាពស៊ាំដោយការគ្រប់គ្រងមុខងារកោសិកាផ្សេងៗរួមបញ្ចូលទាំងការគ្រប់គ្រងមុខងាររបាំង Epithelial ដែលប្រឆាំងនឹងការបង្ករោគលើកកម្ពស់សកម្មភាពកម្ចាត់អុកស៊ីតកម្មនិងជំរុញការសម្លាប់មីក្រូបវីតាមីន C អាចបណ្ដាលឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយកង្វះវីតាមីន C អាចបណ្ដាលឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយនិងងាយឆ្លងមេរោគផងដែរបាទបងប្អូនទាំងអស់គ្នាបាទនេះគឺជាអត្ថប្រយោជន៍ពីមើមឈូកគឺជួយទៅដល់សុខភាពស្បែកខួរក្បាលនិងប្រព័ន្ធភាពស៊ាំបាទហើយនៅក្នុងនេះគឺរហូតទៅដល់6ចំណុចនៃអត្ថប្រយោជន៍របស់មើមឈូកនេះហើយយើងខ្ញុំក៏បានជំរាបជូនទៅដល់បងប្អូនបានបញ្ចប់ផងដែរបាទអរគុណណាស់ហើយចំពោះអត្ថបទសុខភាពមួយនេះយើងខ្ញុំក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងហើយយើងខ្ញុំក៏បានដកស្រង់ចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យដើម្បីចែករំលែកបន្តនៅអត្ថប្រយោជន៍ផ្សេងៗទៅដល់បងប្អូនដើម្បីឲ្យបានដឹងផងដែរបាទអរគុណហើយមួយវិញទៀតចំពោះបងប្អូនដែលតាមដានស្ដាប់ក៏ដូចជាតាមដានទស្សនាវីដេអូនៅក្នុង Channel អត្ថប្រយោជន៍របស់យើងខ្ញុំហើយបាទអញ្ចឹងបងប្អូនមេត្តាជួយចុច Subscribe ម្នាក់មួយហើយឈានទៅចុចរូបកណ្ដឹងម្នាក់មួយផងដើម្បីងាយស្រួលនឹងទទួលបានវីដេអូថ្មីៗពី Channel អត្ថប្រយោជន៍របស់យើងខ្ញុំផងដែរបាទហើយមួយវិញទៀតក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងហើយសូមគោរពជូនពរទៅដល់បងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារផងដែរសម្រាប់ពេលនេះយើងខ្ញុំសូមអរគុណសូមជម្រាបលា